ជំរាបសួរស្ដីពុកម៉ែបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដោយដែលពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងថ្ងៃហ្នឹងខ្ញុំអត់បានទៅបោះតង់បានទៅឈៀលនៅកន្លែងព្រៃភ្នំណាឬក៏កន្លែងតំបន់ទេសចរណាទេតែថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលកម្មវិធីអអំបុកសំពះព្រះខែដែលស្ថិតនៅក្នុងវត្តមួយនៅជិតផ្ទះរបស់ខ្ញុំផ្ទាល់នេះឯងវីដេអូនេះខ្ញុំថតយកឲ្យបងប្អូនថតតាំងពីពេលដែលយើងមានកម្មវិធីអអំបុកសំពះព្រះខែប៉ុន្តែអត់មានពេលកាត់តសោះបងប្អូនអញ្ចឹងទៅតែយកមកកាត់ត voice over ឥឡូវហើយការប្រារព្ធពិធីអអំបុកសំពះព្រះខែនេះគឺស្ថិតនៅក្នុងឃុំព្រំបាទភូមិអង្គសរីឃុំព្រំបាទស្រុកពញាលឺខេត្តកណ្ដាលជារៀងរាល់ឆ្នាំឲ្យតែដល់ពិធីអអំបុកបងប្អូនគឺវត្តអង្គសរីនេះគឺមានមនុស្សច្រើនកកមែនទែនបងប្អូនហើយពិសេសគឺចាស់ពួកគាត់សប្បាយមែនទែននៅពេលដែលប្រារព្ធកម្មវិធីអអំបុកនេះដោយដែលបងប្អូនឃើញក្នុងទូរស័ព្ទហ្នឹងគឺពួកគាត់នាំគ្នាសប្បាយក្នុងការដល់អំបុកសប្បាយក្នុងការរាំលេងកម្សាន្តពិសេសគេគឺដល់អំបុកនេះឯងបងប្អូនវាហាក់ដូចជាពេលវេលាមួយបងប្អូនដែលធ្វើឲ្យយើងទៅដល់នឹកដល់រឿងអតីតដែលពេលដែលលំឡើងមានជាការដល់អំបុកជុំបងប្អូនជុំគ្រួសារខ្ញុំមិនដឹងថានៅខាងបងប្អូនធ្លាប់មានប្រវត្តិបែបនេះឬអត់ទេប៉ុន្តែចំពោះខ្ញុំផ្ទាល់ខ្ញុំធ្លាប់មានប្រវត្តិបែបនេះគឺលំឡើងមកបងប្អូនអ្នកភូមិនៅជាប់ផ្ទះរបស់ខ្ញុំពីរនាក់ឬក៏ជាបងប្អូនខ្ញុំហ្នឹងនាំគ្នាក្រោកពីព្រឹកដើម្បីធ្វើការដល់អំបុកហើយអំបុកដែលពួកយើងដល់បានដោយផ្ទាល់ដៃខ្លួនឯងនឹងបងប្អូនគឺពួកយើងចែកគ្នាញ៉ាំអ្នកដែលចូលរួមទាំងអស់គ្នាហ្នឹងគឺចែកគ្នាញ៉ាំហើយរបស់ដែលពួកខ្ញុំយកមកញ៉ាំជាមួយទឹកយកមកញ៉ាំជាមួយបុកហ្នឹងមានដូចជាទឹកដូងទឹកត្នោតហើយនឹងចេកហើយនៅចំណន់ខ្ញុំនោះគឺសម្បូរគេគឺទឹកត្នោតហើយនឹងចេកនេះឯងដោយសារចំណន់ហ្នឹងផ្ទះខ្ញុំមានការឡើងត្នោតបងប្អូនអញ្ចឹងទៅគឺអត់ខ្វះទេទឹកត្នោតបងប្អូនគួរតែសាកទឹកត្នោតជាមួយបុកគឺឆ្ងាញ់បំផុតបងប្អូនពិសេសគេទឹកត្នោតពេលព្រឹកគឺត្រជាក់ឆ្ងាញ់អញ្ចឹងដាក់ជាមួយបុកគឺម៉ាច់ថ្មបងប្អូនត្រឡប់មកពិធីអមបុកនៅក្នុងវត្តអង្គសរីនេះវិញបងប្អូនអញ្ចឹងនៅក្នុងនេះពូមីងមានអ្នកខ្លះពួកគាត់ជាអ្នកលីងស្រូវអ្នកខ្លះគាត់ក៏រែងអ្នកខ្លះគាត់ក៏កំពុងតែបុកទៅតាមទូនាទីរបស់គាត់រៀងៗខ្លួនដើម្បីទទួលបានអំបុកដ៏ឆ្ងាញ់ពិសាសម្រាប់ចែកជូនបងប្អូនដែលពួកគាត់ចូលមកប្រារព្ធកម្មវិធីនៅក្នុងវត្តអង្គសរីនេះផ្ទាល់តែម្ដងបងប្អូនក្រៅពីកម្មវិធីដល់អំបុកក៏មានដូចជាការរាំរែករកចង្វាក់ខ្មែរកំសាន្តនៅក្នុងវត្តប៉ុន្តែជាការចាក់បាសទេបងប្អូនហើយក្រៅពីការរាំនោះក៏មានជាការតែងខ្លួនបែបប្លែកៗមករាំហើយក៏មានជាការដុតទៀននៅជិតបរិវេណវត្តហ្នឹងគឺដុតទៀនច្រើនមែនទែនបងប្អូនប៉ុន្តែក្នុងវីដេអូនេះខ្ញុំអត់បានថតឲ្យបងប្អូនមើលមិនត្រឹមតែប៉ុណ្ណឹងក៏នៅមានល្បែងវិជ្ជាប្រយុទ្ធច្រើនទៀតដែរប៉ុន្តែស្ដាយបងប្អូនខ្ញុំមកអត់ទាន់តាពេលដល់អំបុកនេះឯងក្រៅពីការដល់អំបុកនិងល្បែងកម្សាន្តក៏ដូចជារាំរែកហ្នឹងក៏មានកន្លែងមួយផ្នែកទៀតដែរដែលសម្រាប់ឲ្យពុកម៉ែបងប្អូនដែលគាត់មកចូលរួមក្នុងពិធីបុណ្យដល់អំបុកអំបុកសំពះព្រះខែនេះគាត់អាចទៅចូលរួមចាប់បច្ច័យចាប់មគ្គផលតាមរយៈលោកអាចារ្យដែលលោកឈរជើងនៅកន្លែងហ្នឹងដើម្បីផ្ដល់ជាពរជ័យសម្រាប់ពុកម៉ែបងប្អូនដែលគាត់មកចាប់មគ្គផលនៅក្នុងវត្តនេះផងដែរហើយកន្លែងដែលពុកម៉ែបងប្អូនមកចូលរួមចាប់មគ្គផលនេះក៏ជាកន្លែងមួយដែលគឺជាកន្លែងដែលប្រារព្ធកម្មវិធីដ៏សំខាន់នៅក្នុងកម្មវិធីអមបុកនេះគឺកម្មវិធីសម្រក់ទៀនជារៀងរាល់ឆ្នាំទាំងខ្ញុំមកវត្តនេះគឺដើម្បីមើលកម្មវិធីចុងក្រោយគេបំផុតគឺកម្មវិធីសម្រក់ទៀននេះដើម្បីដឹងថាតើឆ្នាំនេះនៅខេត្តណាភ្លៀងបែបម៉េចភ្លៀងដើមឆ្នាំចុងឆ្នាំឬក៏ភ្លៀងតិចភ្លៀងខ្លាំងអញ្ចឹងនៅកន្លែងដែលលោកអាចារ្យគាត់ឲ្យពរមិញហ្នឹងខាងក្រោយគាត់ហ្នឹងគឺមានគាត់ដាក់ទៀនដើម្បីធ្វើការសម្រស់ទៅកាន់តំណាងខេត្តនីមួយៗហើយក៏មានបងប្អូនប្រជាពលរដ្ឋយើងគាត់លក់ឧបករណ៍ភ្លេងប្លែកឧបករណ៍ភ្លេងខ្មែរបុរាណយើងបងប្អូនក្រៅពីនេះទៀតក៏មានការអុជកំជ្រួចផងដែរបងប្អូនបើមុននឹងចូលទៅដល់កម្មវិធីអុជទៀនសម្រាប់ទៀនក៏គេមានកម្មវិធីដុតកំជ្រួចមួយផ្លែតដែរមុននឹងចូលទៅដល់កម្មវិធីអុជទៀនអំបុកអញ្ចឹងអ្នករាំនៅតែបន្តរាំកំជ្រួចនៅតែបន្តអុជហើយបងប្អូនដែលគាត់អំបុកដល់អំបុកក៏គាត់នៅដល់អំបុកទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនដែលពួកគាត់សប្បាយបងប្អូនព្រោះ
ពេលហ្នឹងអត់ទាន់ដល់ម៉ោងដែលត្រូវប្រពកម្មវិធីអកអំបុកសំពះប្រខែនឹងអុជទៀនដើម្បីដឹងថាខែណាភ្លៀងខែណាមិនភ្លៀងនោះទេអញ្ចឹងទាន់ពេលវេលាអត់ទាន់មកដល់ពុកម៉ែបងប្អូនអាចធ្វើការលេងសប្បាយទៅកាន់ល្បែងប្រជាប្រិយរំកំសាន្តទៅនៅក្នុងទីវត្តអារាមចំណែកខ្ញុំវិញអត់បានទៅជួយអុជកំជ្រួចឬក៏ចូលរួមឲ្យបងប្អូនគឺរវល់ទៅថតនឹងព្រោះខ្ញុំចូលចិត្តថតទោះខ្ញុំអត់ចូលចិត្តទៅអុជកំជ្រួចតែខ្ញុំបានថតដើម្បីឲ្យបងប្អូនមើលមួយទៀតបងប្អូនខ្ញុំក៏ចូលចិត្តរាំដែរគាត់ជាអ្នកចូលចិត្តរាំដែរប៉ុន្តែពេលនេះគឺចូលចិត្តថតជាងដោយសារចង់ផ្ដិតយកទស្សនភាពស្អាតដើម្បីឲ្យបងប្អូនបានតាមដានទស្សនានៅក្នុងពិធីអកអំបុកសំពះព្រះខែនេះឯងក្រោយពីកំជូចបានអុជចប់សពគ្រប់អស់ហើយសំឡេងបាសក៏បានបិទដែរសំឡេងបាសរងសានក៏បិទក៏ដល់ឈានចូលដល់ពិធីសូត្រមន្តដើម្បីឲ្យព្រះសង្ឃប្រោះព្រំទឹកជាមួយនឹងកម្មវិធីអកអំបុករបស់យើងក៏ចាប់ផ្ដើមចូលមកដល់បន្តិចហើយបងប្អូនចឹងនៅត្រង់កន្លែងនេះគឺព្រះសង្ឃចាប់ផ្ដើមសូត្រធម៌ហើយក៏ចាប់ផ្ដើមបាចអំបុកបាចផ្កាលាយគ្នានឹងមានស្ករក្រមអីហើយបងប្អូននេះគឺជាកម្មវិធីអអំបុកសំពះព្រះខែហើយសម្រាប់ឆ្នាំនេះខ្ញុំគិតថាប៉ុណ្ណឹងរៀងស្លូតហើយបងប្អូនព្រោះរាល់ឆ្នាំគឺរៀងកាចជាងនឹងដោយសារបងប្អូនគាត់លេងច្រើនអញ្ចឹងពេលដែលលោកសង្ឃគាត់ចាប់ផ្ដើមបាញអំបុកចឹងមានបងប្អូនខ្លះគាត់យកចេកយកអំបុកមកបាចទៅលើចាស់នឹងបងប្អូនដែលអង្គុយនៅក្នុងនឹងគ្រប់គ្នាដោយលោកអាចារ្យបានបាញអំបុកនឹងឯងចឹងបើថាមើលទៅពីមុនវារៀងមើលទៅអត់សមវាគប់ចេកចុះឡើងប៉ុន្តែវាសុបាយសម្រាប់ខ្ញុំចូលចិត្តបែបហ្នឹងតែអាចនឹងប្រឡាក់អាវដែរបងប្អូនអាចនឹងប្រឡាក់អាវដែរប៉ុន្តែវាសុបាយមួយយ៉ាងផ្ដល់អារម្មណ៍មួយយ៉ាងសម្រាប់អ្នកទស្សនានិងអ្នកដែលចូលរួមគប់នេះគាត់សុបាយគប់នៅចេញនៅក្នុងកន្លែងដែរយោចិត្តជីវសតិពវន្តតេសាធុសាធុនេះបងប្អូនចាប់ផ្ដើមស្បាយបដាអញ្ចឹងក្រោយពេលដែលលោកសូត្រចិត្តដល់ពេលចប់អញ្ចឹងអាចារ្យគាត់ចាប់ផ្ដើមដឹងថាលោកនឹងត្រូវសូត្រចប់ទៅទៀតហើយអញ្ចឹងគាត់ចាប់ផ្ដើមយកអំបុកទាំងអស់ពីមុខលោកនឹងចាប់ផ្ដើមបាចហើយដល់ពេលដែលបងប្អូនយើងគាត់នៅចិត្តហ្នឹងគាត់ចាប់ផ្ដើមលេងហើយគាត់ទៅយកសុំបុកពីលោកហើយអ្នកខ្លះក៏គាត់មានបុកមានចេកនឹងដៃហ្នឹងចាប់ផ្ដើមបាចដាក់គ្នាអ្នកដែលនៅក្នុងខាងមុខដែលលោកកំពុងតែគង់នឹងឯងបន្ទាប់ពីកម្មវិធីអកអំបុកចប់ក៏ដល់ចូលវគ្គសម្រាប់ទានហើយនេះគឺជាទានដោយតំណាងឲ្យខេត្តកណ្ដាលខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងមុននឹងការអុជទៀនមកដល់មុននឹងគេអុជទៀននេះខ្ញុំមិនបានថតបងប្អូនមុននឹងអុជទៀនហ្នឹងគឺជាកម្មវិធីដែលលោកអាចារ្យគាត់គាត់បួងសួងហើយនិយាយថាទៀនមួយណាសម្រាប់ខេត្តណាទៀនណាសម្រាប់ខេត្តណាហើយមានការបួងសួងការនិយាយច្រើនមុននឹងលោកបានទៅអុជទៀនទាំង3នេះហើយការអុជទៀននេះមិនមែនគ្រាន់តែអុជសម្រក់ចោលទេបងប្អូនគឺមានការទ្រាប់ស្លឹកចេកនៅពីក្រោមថាតើទៀននឹងចេញមកជារូបអីអញ្ចឹងរូបនៅខាងក្រោមនៅពេលដែលទៀនធ្លាក់មកហ្នឹងតំណាងថាតើឆ្នាំហ្នឹងនឹងមានសត្វអីហើយនឹងទៅជាបែបណានឹងតើស្រូវនឹងបានផលបែបណាគឺគេពឹងទៅលើពេលដែលទៀនស្រក់ទៅលើរូបស្លឹកចេកនៅខាងក្រោមនឹងទៀតបងប្អូនហើយនៅពេលដែលទៀនស្រក់តិចស្រក់ខ្លាំងគឺតំណាងថាក្នុងកំឡុងដើមខែឬក៏ចុងខែឬក៏ពាក់កណ្ដាលខែនៅក្នុងខែណាមួយមានភ្លៀងតិចភ្លៀងខ្លាំងឬក៏អត់ភ្លៀងបែបណាគឺគាត់គិតទៅតាមដំណក់ទៀនដែលស្រក់តក់នឹងឯងបងប្អូនទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងនោះទាំងខ្ញុំដែលបានចូលរួមនេះគឺសុទ្ធតែតឹងរង់ចាំលទ្ធផលហើយនឹងចូលរួមសប្បាយទាំងគេទាំងខ្ញុំគឺពេលហ្នឹងគឺថតគ្រប់គ្នាបងប្អូនហើយក៏មានលោកអាចារ្យ
2 នាក់ដែលគាត់ចាំអត្ថាធិប្បាយថាតើទៀននឹងស្រកបំតំណាងអ្វីហើយស្រកលឿននឹងមិនហើយខេតនេះមិនហើយគឺគាត់អត្ថាធិប្បាយទៅតាមលំហូរដែលទៀនស្រកនេះเราได้ใช้กันได้เลยมาเลยอ๋อเป็นไอ้โครน ចុះនៅខេត្តពុកម៉ែបងប្អូនតើមានប្រពកម្មវិធីបែបនេះអត់ហើយមានការអុជទៀនការដល់លំបុកការរំលេងដូចនៅខេត្តខ្ញុំបាទដែរអត់ពុកម៉ែបងប្អូនហើយខេត្តដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងខេត្តខ្ញុំបាទគឺនៅក្នុងខេត្តកណ្ដាលកន្លែងនេះរៀងស្ដាយដែរបងប្អូនដែលខ្ញុំអត់បានទៅថតចិត្តដោយសារខ្ញុំចង់ថតយកមនុស្សទាំងអស់ពីចម្ងាយអញ្ចឹងទៅក៏អត់បានទៅថតចិត្តដែរហើយពេលហ្នឹងក៏ងុយគេងខាងដែរបងប្អូនហើយអត់បាននៅដល់បញ្ចប់ឲ្យបានត្រឹមត្រូវទេអញ្ចឹងថតប៉ុណ្្នឹងហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាសង្ឃឹមថាពុកម៉ែបងប្អូនគាំទ្រវីដេអូខ្ញុំហើយជួបគ្នានៅវីដេអូបន្ទាប់អរគុណបាយបាយ